សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតអំពី ទីផ្សារភាគហ៊ុនជាថ្មីហើយថ្ងៃនេះខ្ញុំមកអាប់ដេតអំពី Ururium UEC ដែលជាក្រុមហ៊ុន Ururium អ្វីដែលខ្ញុំចង់អាប់ដេតជាមួយបងប្អូនមកពីឥឡូវហ្នឹងគឺ Ururium វាធ្លាក់ថ្លៃថោកបងប្អូន so សម្រាប់ខ្ញុំគឺខ្ញុំទិញទុកច្រើនមែនតើបើសិនជា Ururium ឡើងថ្លៃខ្ញុំ make a lot of money បងប្អូនហើយអូខេខ្ញុំក៏ចង់អានបន្តិចបន្តួចទេបងប្អូនពួកឯងខ្ញុំឃើញ new update គេថានៅក្នុង new ហ្នឹងគឺមានព័ត៌មានដែលគេនិយាយនៅក្នុង new so UEC ហ្នឹងគឺបានចាប់ផ្ដើមផលិត Ururium នៅក្នុងគម្រោងHolo នៅក្នុងរដ្ឋ Texas ដែលគម្រោងនោះគឺមានឈ្មោះថា ISO ថ្មីធំមួយនៅក្នុងសហរដ្ឋអាមេរិកបងប្អូនក្នុងរយៈពេល10ឆ្នាំចុងក្រោយហ្នឹងគឺនៅពេលនេះដែរ UEC គឺកំពុងដំណើរការផលិតកម្មដែលជាមានឈ្មោះថា ISO 2 ហ្នឹងក្នុងចំណោម3មជ្ឈមណ្ឌលដែលអាចជួយបង្កើតសមត្ថភាពខ្ពស់នៅក្នុងការផលិតនៅក្នុងរដ្ឋ Texas ហ្នឹងហើយក្រុមហ៊ុននេះគឺមានស្ថានភាពហិរញ្ញវត្ថុខ្លាំងណាបងប្អូនគេចង់និយាយថាមានដើមទុនខ្លាំងមែនទែននៅក្នុងហ្នឹងដោយមានទ្រព្យសម្បត្តិសកម្មដែលមានសាច់ប្រាក់រហូតដល់ទៅ$794 លានគឺហើយក្រុមហ៊ុននេះអត់មានចម្ពាក់លុយគេទេដូចថាគ្មានបំណុលក្នុងការរកស៊ីទេបងប្អូនអញ្ចឹងល្អក្រុមហ៊ុននេះធំជាងក្រុមហ៊ុន UU បងប្អូនហើយ UEC ហ្នឹងគឺកំពុងតែកសាងខ្សែផ្គត់ផ្គង់ឥន្ធនៈClean Air នៅក្នុងសហរដ្ឋអាមេរិកចាប់ផ្ដើមជីករ៉ែរហូតដល់ការបាញ់ចម្រាញ់នៅក្នុងប្រេងឥន្ធនៈអញ្ចឹងគេកំពុងជីកក្នុងទ្រង់ទ្រាយធំបងប្អូនហើយតែអាចទទួលយកអត្ថប្រយោជន៍គ្រប់គ្រងនៅក្នុងរដ្ឋអាមេរិកហ្នឹងគឺច្រើនមែនទែនហើយធម្មពលហ្នឹងគឺគេមានឈ្មោះថា THMG NGE បងប្អូនហើយនេះគឺជាវិជ្ជមានដ៏ល្អសម្រាប់ក្រុមហ៊ុនមួយប៉ុន្តែតម្លៃភាគហ៊ុននៅក្នុងរយៈពេលខ្លីគឺមានភាពប្រែប្រួលខ្លាំងមែនទែនបងប្អូនដោយសារតែទីផ្សារហ្នឹងវាមានបញ្ហាច្រើនហើយព្រោះវាពឹងផ្អែកទៅលើតម្លៃ Ururium ដែរបងប្អូនហើយនឹងអាចមានទីផ្សារផ្សេងទៀតប៉ុន្តែគេបាននិយាយថាបើសិនជាអ្នកកំពុងតែinvest នៅក្នុងUEC នឹងហើយបងប្អូនយើងអាចទិញបន្ថែមទៀត whatever ដែលយើងមានហ្នឹងគឺក្នុងពេលហ្នឹងគឺជាពេលដែលល្អបំផុតព្រោះអីstock ឥឡូវគឺវាចុះអញ្ចឹងក្នុងមួយ share គឺវាមានតម្លៃតែត្រឹមជិត$11ឯងក្រុមហ៊ុននេះគឺអាចឡើងដល់$18ដូចជាប្រមាណដើមឆ្នាំ2026បងប្អូនអញ្ចឹងបើសិនជាវាឡើងទៅ$8វិញបើសិនជាយើងមានច្រើនណាបងប្អូនរាប់ម៉ឺន$ហើយក្នុងពេលមហឹកនេះដែលចុះខ្លាំងហ្នឹងវាចុះរហូតដល់$9បងប្អូនហើយខ្ញុំទិញបានច្រើនខ្ញុំគិតថាដូចជាបាន2-3000 share ដែរបងប្អូនគឺច្រើនមែនតើអញ្ចឹងចាំមើលថាតើវានឹងក្រូលឿនប៉ុណ្ណាដែរព្រោះអីកាលឆ្នាំទៅវាក្រូលឿនណាបងប្អូនខ្ញុំស្គាល់វាទៅតែ$11ឯងដល់ពេលហើយវាឡើងក្នុងរយៈពេល 4-5 ខែហ្នឹងគឺវាឡើងដល់តែ$18គឺឡើងលឿនមែនទែនហើយឥឡូវដោយសារវា slow ដោយសារបញ្ហាពិភពលោកហ្នឹងឯងបងប្អូនសង្គ្រាមសង្អីហ្នឹងហើយប៉ុន្តែវាមានបញ្ហាផ្សេងទៀតប៉ុន្តែចង់និយាយថាក្រុមហ៊ុនហ្នឹងគឺវាអត់មានបំណុលដល់ចឹងទៅល្អពួកអីវាមានភាពរឹងមាំខាងហិរញ្ញវត្ថុបងប្អូន
អូខេមិនខ្ញុំនឹងអាប់ដេតជាមួយបងប្អូនទៀតគ្រាន់តែប៉ុណ្នេះខ្ញុំចង់អាប់ដេតតែប៉ុណ្្នឹងឯងហើយជួបគ្នាពេលក្រោយអរគុណបងប្អូន